បើនៅសុកយើងដឹងថាប្តីរបស់យើងមានស្រីតើយើងគួរធ្វើម៉េចប៉ុន្តែគឺក្នុងកាយវិសន្តិនៅខ្មែរចាប់ប្រជុំបិណ្ឌហើយប៉ុន្តែនៅកូរ៉េមិនតប្រជុំបិណ្ឌអញ្ចឹងហើយក៏មានពេលសម្រាប់បានដើរលេងហ្នឹងមានតែដើរលេងណាឆ្ងាយគេទេបងប្អូនទេដោយសារតែយើងវាមានឡានជិះមានអីទេជិះតែតាក់ស៊ីហ្នឹងឯងឬក៏ឡានក្រុងហើយខ្ញុំនេះបើសិនជាជិះឡានក្រុងឆ្ងាយអីឬក៏រថភ្លើងឆ្ងាយអីដឹងទៅវិលមុខក៏អួតបដ ாய் អញ្ចឹងហើយទៅណាមិនបានឆ្ងាយគេទេខំធ្វើខ្លួនស្អាតពីផ្ទះពីអីក៏មិនស្អាតដែរព្រោះអីវិលមុខពុលឡានខំញ៉ាំអីឆ្អែតទាំងប្រមាណក៏គួតមកវិញដែរអត់យល់ខ្លួនឯងហ្មងឥឡូវចូលក្នុងវីដេអូរបស់យើងវិញឡើយតែនិយាយរឿងឯណាណីនេះមកដល់កន្លែងដើរលេងហើយគឺមកលេងសមុទ្រប៉ុន្តែបើសួរខ្ញុំថាសមុទ្រនឹងឈ្មោះអីខ្ញុំភ្លេចបាត់ហើយឥឡូវមកដល់ហើយតែដល់កន្លែងលេងទេយើងចូលទិញកាហ្វេផឹកម្នាក់មួយកែវសិនហើយកន្លែងលក់កាហ្វេហ្នឹងដូចខ្ញុំអត់ចេះការ៉េមួយម៉ាត់អីចឹងស្អែកទិញបានផឹកអីកុំជូបើចុចខ្លួនឯងហើយដាក់ឆូតកាតអីខ្លួនឯងចឹងកុំសង្ឃឹមតែទិញបានផឹកអញ្ចឹងហើយអ្នកដែលមកកូរ៉េប្រឡងមកកូរ៉េអីគួររៀនឲ្យចេះទៅកុំឲ្យល្ងងដូចខ្ញុំគ្មានចេះស្អីទេចង់ទិញអីក៏គ្មានទិញអីបានញ៉ាំដែរព្រោះអីគ្មានចេះកូរ៉េបើយើងសិនជាយើងនៅខ្មែរវិញយើងឲ្យលុយគេប្រាប់គេយកនេះយកនោះគេដាក់ឲ្យប៉ុន្តែនៅកូរ៉េនេះមែនទេចង់ញ៉ាំអីចុចខ្លួនឯងឆូតកាតខ្លួនឯងអញ្ចឹងហើយបានកាហ្វេឬក៏អីផឹកមិនអញ្ចឹងទេអត់ហើយបន្ទាប់មកយើងដើរមកដល់កន្លែងផ្កានេះខ្ញុំឆ្ងល់មែនទែនគឺវាអត់មានស្លឹកអត់មានអីទេដូចគេយកទៅដោតមួយអញ្ចឹងបងប្អូនអាចមើលបានណាមនុស្សច្រើនណាប៉ុន្តែខ្ញុំមិនសូវហ៊ានថតទេមនុស្សច្រើនខ្លាចជួបគេស្រុកនេះមិនបានទេថតគេដូចគ្មានការអនុញ្ញាតគេប្តឹងអញ្ចឹងហើយមិនបានស៊ីសូវថតអីច្រើនទេបន្ទាប់ពីដើររៀងចុកជើងដែរឥឡូវមកដល់ហើយនេះប៉ុន្តែប៉ុនភ្ជុំបិណ្ឌកូរ៉េអាកន្លែងហ្នឹងធ្លាប់មានគេលក់តែឥឡូវអត់មានគេលក់ទេបើសិនជាមានគេលក់មិញអែមហ្មងបើសិនជាមានមិត្តភ័ក្តិ 4-5 នាក់អីឈៀគ្នាrelax ហ្មងអីដែលសំខាន់ណាវាខ្ចល់សាហាវហ្មងណាបងប្អូនមើលទៅសក់ខ្ញុំណាប៉ើងអស់លេងហើយនេះសំណាងហើយខ្ញុំស្លៀកខោក្នុងវារាងវែងបើស្លៀកខ្លីអីដឹងទៅជាប់ហ្មងព្រោះខ្ចល់សាហាវហ្មងអញ្ចឹងបានអ្នកដែលពិបាកចិត្តសែតអីស្រេះអីចូលចិត្តមកលេងសមុទ្រគឺត្រូវហ្មងព្រោះពេលដែលមកលេងសមុទ្រវាមានអារម្មណ៍ថាស្រឡះខួរក្បាលព្រោះខ្យល់លហឹកហ្មងហើយសំខាន់ណាទឹកអាឡូបប